cái này ní chia cái này đầm đây ta saiก็ทางปีឆ្នាំនិយាយទៅពីឆ្នាំ79មកគាត់ធ្វើបដចាប់ដើមធ្វើចាប់ដើមធ្វើក្បិតបថៅតាំងពីហ្នឹងមកគ្រីបប្រទេសគ្រីបអីតាំងពីជំនីចប់ប៉ែលបថៅខ្វែវកដៀវជ្រូតស្រូវអីហ្នឹងធ្វើទាំងអស់ហ្នឹងបុកយើងផ្ដើមយើងប្រើតែគោយើងបុកផ្លូវបុករួចវាបុកផ្លូវតែបុកផ្លូវអាផ្លូវដែកយើងហ្នឹងបុករួចថាវាទូទៅយើងវាយឲ្យវាវែងហើយយើងបុកអាខាងហ្នឹងឲ្យវាធំវិញគេប្រើទៅកាលណាវាមិនសឹកអាគៀនដុំផ្លូវបាទដុំដុំចុងវាខាងនេះខាងនោះចុងដើមអញ្ចឹងវាសឹកទូទៅវាលងវាប្រើខិខកពេលខកឲ្យយើងវាយកដាលទាញទៅហើយបានយើងបុកពេញមកវិញឬប៉ុន្តែយើងដុតដែកដាក់ដែកជុំវិញហើយយើងកល់កណ្ដោលទៅយើងដាក់ដែកត្រួតគ្នា2សារ៉ាប់ឬ3សារ៉ាប់អីចឹងមកត្រួតគ្នាយើងដាក់រៀបអុកទៅឈោចូលខ្វែងទៅឲ្យដែកនៅកណ្ដាលទេឈោចេះទៅយើងដាក់ច្បើងនោះដុតក្រហមយើងដាក់កណ្ដាលតែមកលើកចាប់ដែកគ្រីបមកលើកយើងរៀបរត់ទៅចាក់ទឹកជុំវិញរួចអូយសឹមទៅជាចាក់វាសឹមមកអត់ចាប់ខំទេសឹមហើយពេលនេះយើងលើកចេញមកសឹមយើងលើកចេញអត់ឲ្យឆេះឆ្នោតទៅកាលណាយើងឆេះត្រង់តែគេខូចបាយយើងត្រូវការពេលវេលាយូរដែរតែជាគង់2ឆ្នាំជាងបាន3ឆ្នាំហើយយើងបានយើងកាន់តកាប់ជាប់អាតកាប់ដៃយើងកាន់បានយើងចាប់ជាប់បើថាដំបងយើងកាន់អត់ជាប់ទេយើងកាន់ទៅវាវិញខុសត្រូវអញ្ចឹងទៅបាយខុសត្រូវទៅកាន់កាប់អត់ជាប់បាយទៅវាខ្ទាស់ពងធ្លាក់អីចឹងណាតែពេលរយៈពេល3ឆ្នាំបានយើងកាន់តកាប់បានមុនបងតើយើងចេះវាយញួរធំយើងរៀនវាយញួរធំមុនញួរធំយើងវាយស្ទាត់ឲ្យញួរធំរួចបានយើងដឹងថាអាញួរយើងកាន់ញួរតូចបានយើងចេះហើយจะចាប់ដើមព្រាមកាន់ញួរតូចមិនចេះទេពីវាយក្បិតពីវាយពីខាងផ្លែមកមុនបានលឿនវាយក្បិតចេះតែខាងផ្លែមកមុនហើយបើវាយជាខ្វែងគេធ្វើជារៀងហើយសិនគេវាយគាត់ធ្វើជារៀងខ្វែងឲ្យស្រាច់ហើយបានគេវាយផ្លែរួចបានគេវាយភ្លុកក្រោយ4ហើយកដៀវក៏ដូចគ្នាដៀវគេវាយជក់មុនដែរវាយភ្លុករួចមុនបានគេវាយជារៀងវែងឲ្យទូអញ្ចឹងទៅរៀងជាកើតជាដូចថារៀងផើមត្រូវបានគេវាយពលាតវាវាយពលាតរួចវាយបដើយើងពាត់វាបដើវាយបដើពាត់វាបដើដល់ពេលកដល់ពេលហ្នឹងយើងវាយអាកពពាអញ្ចឹងពពានេះបដើវាមានពពាបាទមានពពាគេវាយអាពពានឹងរួចបានចាប់ដើមវាយពាត់ផ្លែនេះកាច់កហើយអាហ្នឹងបើមកយើងមិនចេះពាត់អត់ត្រូវរឿងទៀតវាពាត់ពីចាប់ដើមគេពាត់កណាត់មកមុខកណាត់មកក្រោយហើយយើងចាប់ដើមទៀតចាប់ភ្លុកចឹងពាត់ចឹងទៅអត់ត្រូវនេះបងគេចាប់ពាក់កដាលផ្លែចឹងមកកណាត់មកមុខចឹងគេពាត់មកមុខទេដល់ពេលមើលតែខ្វងមួយត្រូវហើយគេចាប់ពីអាខាងមុខចឹងពាត់ពីខាងដាក់ខាងចុងហ្នឹងមកខាងខ្លួនមកគាត់មើលត្រូវរៀងហើយគេកាច់ត្រូវបដហើយបើយើងវាយពាត់នឹងវងនេះនៅនឹងអត់ត្រូវទេអត់ស្អាតនិយាយទៅអត់ស្អាតមុំកដៀវពិបាកងាយពាត់ងាយត្រូវទេគេមានក្បួនអានេះគេហៅថាមានក្បួនវាយមិនចេះតែវាយព្រាវទេអត់វាយព្រាវវាយមិនត្រូវទេវាយមួយទេហើយចាប់ដើមវាយភ្លុកហើយទៅកាច់កមិនស្អាតទេពីវាយរៀងផ្លែអីហើយមកគួរឲ្យរាវឲ្យស្រាច់បានគេចាប់ដើមវាយភ្លុកហើយយើងចង់ពាត់ប៉ុណ្ណាគេបើយើងវាយចាប់ដើមមកតែចង្ដុំមកវាយភ្លុកយកមកដល់ហើយពាត់ជារៀងខ្វែងងាយវាយអត់ស្អាតទេបើខ្ញុំរោម្នាក់ឯងបាននៅក្នុងមួយថ្ងៃបានហើយនិយាយទៅ50000ឬក៏40000ជាង50000ហ្នឹងបើនិយាយយើងទៅចាំអញ្ចឹងនិយាយរួមការងារមិនអត់ទេបងអូធ្វើមិនតាន់ហើយយើងអត់មានកម្លាំងធ្វើបើនិយាយចាយើងកម្លាំងវិចារកាលណាយើងកម្លាំងចាស់យើងស៊ូបាក់យើងគឺថាវាយមកព្រឹកទៅល្ងាចថ្មហ្នឹងបានយើងខ្លោបវាយទៀតទៅចឹងបើយើងមានកម្លាំងយើងប្រឹងវងឯងច្រើនហ្នឹងហើយថ្ងៃ50000នេះចឹងជាងទៅព្រោះថ្ងៃណាក៏60000នេះទៅចឹងណាហើយក្នុងការងារនៅក្នុងផ្ទះយើងទៅថាដូចមានជីវភាពដែលថាសំរុំវាមិនពិបាកដូចថាស្រុកគេចឹងណាយើងមើលកូនមើលចៅផងអីផងហើយ